រឿងផ្ទះឈើចាស់កណ្ដាលព្រៃកាលពីឆ្នាំទៅបរិសម្នាក់ឈ្មោះសានដែលទើបតែបញ្ចប់ការសិក្សាថ្នាក់មហាវិទ្យាល័យគាត់បានសម្រេចចិត្តផ្លាស់ទៅរស់នៅក្នុងភូមិដាច់ស្រយាលមួយកន្លែងដើម្បីស្វែងរកភាពស្ងប់ស្ងាត់និងចាប់ផ្ដើមសរសេរប្រឡូមលោកដំបងរបស់ខ្លួនសានបានជួបផ្ទះឈើចាស់ទ្រុឌទ្រោមមួយដែលគេបោកបង់ចោលអស់ជាច្រើនទសវត្សរ៍ស្ថិតនៅកណ្ដាលព្រៃស្ងាត់ជ្រងំអ្នកភូមិក្នុងតំបន់ហាមឃាត់គាត់យ៉ាងដាច់ខាតព្រោះពួកគេនិយាយថាផ្ទះនោះមានបិសាចកំណាចឬវិញ្ញាណខ្មោចស្រីម្នាក់តាមរំខានអ្នកណាដែលហ៊ានចូលទៅរស់នៅប៉ុន្តែសានជាមនុស្សមិនជឿលើអវិជ្ជជំនឿហើយគិតថាវាគ្រាន់តែជារឿងនិទានដើម្បីបំភ័យមនុស្សតែប៉ុណ្ណោះយប់ដំបូងនៅក្នុងផ្ទះនោះគឺមានភាពស្ងប់ស្ងាត់ណាស់លើកលែងតែសំឡេងខ្យល់បក់បាក់ស្លឹកឈើនិងសត្វយំប៉ុន្តែនៅយប់ទី2អ្វីៗក៏ចាប់ផ្ដើមផ្លាស់ប្ដូរនៅម៉ោងប្រហែលជា2ទៀងភ្លឺសានភ្ញាក់ពីដំណេកដោយឮសំឡេងហាក់ដូចជាមាននរណាម្នាក់កំពុងដើរយឺតៗនៅជាន់ខាងលើគាត់បានក្រោកឡើងបើកទ្វារបន្ទប់យ៉ាងស្ងៀមស្ងាត់ហើយដើរទៅរកប្រភពនៃសំឡេងនោះផ្ទះនេះមានតែមួយជាន់ទេគាត់គិតក្នុងចិត្តពេលគាត់ដើរតាល់បន្ទប់ទទួលភ្ញៀវគាត់ក៏បានឃើញស្រមោលស្ដើងខ្មៅវែងមួយលូនចុះពីជញ្ជាំងដូចជាផ្សែងស្រមោលនោះមើលទៅដូចជារូបរាងស្ត្រីកម្ពស់ខ្ពស់ម្នាក់សក់វែងរំភាយចុះមកបិទបាំងផ្ទៃមុខឈរត្រង់នៅចន្លោះទ្វារផ្ទះបាយសានឈរជើងជាប់នឹងដីទាំងភ្នែកធំមើលទៅរូបរាងនោះគាត់ព្យាយាមបញ្ចេញសំឡេងតែបំពង់កហាក់ដូចជាត្រូវបានចាក់សោភ្លាមនោះស្រមោលនោះបានងាកមករកគាត់យឺតហើយសានក៏បានឮសំឡេងខ្សឹបដ៏ត្រជាក់មួយហាក់ដូចជាវាយោបកមកថាហេតុអ្វីក៏ឯងមកនៅទីនេះសានបានរត់ចូលបន្ទប់វិញយ៉ាងលឿនបិទទ្វារចាក់គន្លេសហើយយកទូដាក់សៀវភៅមកទល់ទ្វារថែមទៀតគាត់បិទភ្នែកដោយញ័រខ្លួនរហូតដល់ថ្ងៃរះវិញនៅពេលព្រឹកសានក៏សម្រេចជិតចេញពីផ្ទះតែសួរបងប្អូនជីដូនម្ដាយរបស់គាត់ដែលរស់នៅក្នុងភូមិក្បែរនោះអំពីប្រវត្តិផ្ទះឈើនេះបងប្អូនជីដូនម្ដាយរបស់គាត់បានប្រាប់រឿងរ៉ាវដ៏សោកសៅផ្ទះឈើនេះធ្លាប់ជារបស់គ្រួសារមួយដែលមានកូនស្រីម្នាក់ឈ្មោះនារីកាលពី50ឆ្នាំមុននារីបានបាត់បង់គូដណ្ដឹងរបស់នាងក្នុងគ្រោះថ្នាក់មួយនាងឈឺចាប់ខ្លាំងពេកហើយសម្រេចចិត្តចងកសម្រាប់ខ្លួននៅក្នុងផ្ទះនោះតែម្នាក់ឯងដើម្បីទៅតាមគូស្នេហ៍របស់នាងអ្នកភូមិជឿថាវិញ្ញាណរបស់នាងនៅតែជាប់នៅទីនោះព្រោះនាងស្លាប់ទាំងចិត្តឈឺចាប់និងនៅតែរងចាំគូដណ្ដឹងរបស់នាងពេលត្រឡប់មកដល់ផ្ទះវិញសានមានអារម្មណ៍ថាមានអ្វីមួយតាមដានគាត់គ្រប់ជំហានគាត់សម្រេចចិត្តថានឹងចាក់ចេញពីទីនេះនៅព្រឹកស្អែកនៅពេលយប់មកដល់គាត់ព្យាយាមដេកតែដេកមិនលក់នៅម៉ោង12យប់រាល់ទ្វារនិងបង្អួចទាំងអស់នៅក្នុងផ្ទះបានបើកឡើងព្រមគ្នាបណ្ដាលឲ្យខ្យល់ព្យុះមួយបក់ពេញក្នុងផ្ទះសានងើបអង្គុយយ៉ាងលឿនហើយក៏បានឃើញខ្មោចនារីឈរត្រង់នៅក្បែរគ្រែរបស់គាត់លើកនេះរូបរាងរបស់នាងច្បាស់ណាស់នាងស្លៀកសម្លៀកបំពាក់អាពាហ៍ពិពាហ៍ចាស់ពណ៌លឿងទុំភ្នែករបស់នាងខ្មោចស្រេះទឹកមុខពោពេញទៅដោយភាពឈឺចាប់នាងលើកដៃដ៏ស្វិតរបស់នាងមកប៉ាំងមុខសានទាំងញញឹមដែលធ្វើឲ្យគាត់ព្រឺសម្បុរខ្ញុំរងចាំបងយូរណាស់មកហើយយើងនឹងនៅជាមួយគ្នាជារៀងរហូតមុនពេលសានអាចប្រតិកម្មអ្វីបានដៃត្រជាក់ដួលតកកនោះបានចាប់កញ្ជឹងករបស់គាត់យ៉ាងណែនតែដៃនោះមានកម្លាំងខ្លាំងហួសពីមនុស្សធម្មតាសំឡេងស្រែករបស់គាត់ត្រូវបានលុបបំបាត់ដោយសំឡេងខ្យល់បក់បោកនិងសំឡេងយំរៀបរាប់របស់ខ្មោចនាងនារីព្រឹកឡើងអ្នកភូមិក៏រកឃើញថាផ្ទះនោះបើកចំហហើយសានបានបាត់បង់គេរកតែសៀវភៅសរសេររបស់គាត់ដាក់បើកត្រង់ទំព័រចុងក្រោយជាមួយនឹងសំណេរលយៗមួយថានាងមិនបានទុកឲ្យខៀងទៅណាទេនាងនឹងយកខៀងទៅខ្ញុំលែងជាខៀងទៀតហើយចាប់ពីពេលនោះមកគេនិយាយថាពេលខ្លះនៅយប់ពេញបូនមីគេឮសំឡេងខ្សឹបខៀវដ៏ត្រជាក់លហែងនៅក្នុងព្រៃហាក់ដូចជាវិញ្ញាណពីរបានរកគ្នាហើយសោយដាក់អ្នកធ្នូដែលហ៊ានដើរកាត់ទីនោះ